ส้มจูนเรืองเจ้าจัดเจียการនេះមានក្មេងប្រុសម្នាក់នៅស្រុកមួយអ្នកស្រុកគេហៅថាចៅចិត្តជាលុះក្មេងនោះចម្រើនធំឡើងឪពុកស្លាប់ទៅនៅតែម្ដាយចៅនោះមិនគិតធ្វើការរកស៊ីអ្វីសោះតែវេលាយប់កាលណាវាតែងដើររកលួចទ្រព្យសម្បត្តិទាំងពួងមាតាទូនមានប្រដៅដូចម្ដេចក៏មិនព្រមធ្វើតាមទើបមាតាយកទៅឲ្យនៅវត្តរៀនអក្សរចៅនោះក៏មិនខំរៀនសូត្រឡើយប្រព្រឹត្តដើរតែលួចទ្រព្យគេយកមកចិញ្ចឹមមាតានិងអាត្មាគ្រូរំលឹកប្រដៅដូចម្ដេចក៏មិនព្រមស្ដាប់ថ្ងៃមួយស្ដេចក្នុងនគរនោះទ្រង់ចេញប្រថាប់ចុងព្រះរាជរោងឲ្យសេនាបតីនាមមើលសັບមុខមន្ត្រីចូលគាល់ទ្រង់មានព្រះអង្គការថាមានខេត្តមួយនៅទំនេរពុំទាន់មានឈ្មោះណាទៅឈររក្សាបើអ្នកណាយកប្រាក់40កហាបណៈមកដាក់ឃ្លាំងយើងនឹងឲ្យទៅឈរជាចៅហ្វាយស្រុករក្សាខេត្តនោះស្ដេចក៏យាងចូលព្រះបរមរាជវាំងវិញគ្រានោះមន្ត្រីតូចម្នាក់វិលមកផ្ទះដេកកើតទុកចង់ធ្វើចៅហ្វាយស្រុកពុនពេកលុះដល់វេលាយប់ចូលដំណេកនិយាយនឹងភរិយាថានាងអើយឥឡូវនេះស្ដេចមានព្រះរាជអង្គការថាបើឈ្មោះណាមានប្រាក់40កហាបណៈថ្វាយព្រះអង្គដាក់ឃ្លៀងទ្រង់ឲ្យធ្វើចៅហ្វាយស្រុករក្សាខេត្តមួយដែលទំនេរភរិយាឆ្លើយថាអ្នកអើយចិត្តខ្ញុំចង់ឲ្យអ្នកធ្វើចៅហ្វាយស្រុកណាស់តែសពថ្ងៃយើងក្រីក្រតោកយ៉ាក់ពេកនឹងរកប្រាក់ថ្វាយស្ដេចពុំបានទេនិយាយហើយបន់ទេវតាថាសូមទេវតាជួយខ្ញុំឲ្យបានប្រាក់40កហាបណៈថ្វាយស្ដេចខ្ញុំនឹងបានធ្វើចៅហ្វាយស្រុកគ្រានោះពេលនោះអាចៅចិត្តជាវាដើរលួចគេហើយមកអង្គុយក្រោមផ្ទះមន្ត្រីនោះវាបានឮដូច្នោះមានចិត្តអាណិតក៏យកប្រាក់40កហាបណៈពីផ្ទះវាវិចនឹងកំណាត់សម្ពុតជាតិមកលូកដៃតាមប្រហោងជញ្ជាំងទៅទុកឲ្យមន្ត្រីនោះរួចត្រឡប់ទៅវិញលុះភ្លឺច្បាស់មន្ត្រីនោះភ្ញាក់ឡើងក្រឡេកទៅឃើញបង្វិចសម្ពុតក៏ចាប់លើកស្រាយមើលឃើញប្រាក់40កហាបណៈអរណាស់ប្រាប់ប្រពន្ធថាយើងបានប្រាក់40កហាបណៈហើយគឺទេវតាឲ្យប្រពន្ធស្ទុះមកឃើញច្បាស់ក៏មានចិត្តត្រេកអរពុនពេកលុះដល់ថ្ងៃរសៀលមន្ត្រីនោះយកប្រាក់40កហាបណៈទៅថ្វាយស្ដេចដាក់ឃ្លាំងព្រះរាជាក៏តាំងមន្ត្រីនោះឲ្យធ្វើជាចៅហ្វាយស្រុករក្សាខេត្តនោះតទៅឯអាចៅចិត្តជាកាលបើដឹងថាមន្ត្រីនោះបានធ្វើចៅហ្វាយស្រុកហើយក៏ដើរស្វែងរកលួចអ្នកស្រុកក្នុងខេត្តនោះធ្វើដំណើរឲ្យគេចាប់វាបានម្ចាស់ទ្រព្យនាំអាចៅចិត្តជានោះទៅជូនចៅហ្វាយស្រុកចៅហ្វាយស្រុកបង្គាប់មេគុកឲ្យដាក់ច្រវាក់ឃុំទុកក្រោមផ្ទះលោកវេលាយប់ស្ងាត់អាចៅចិត្តជានិយាយតែម្នាក់ឯងថាអោហេតុតែឯងមានចិត្តអាណិតគេចង់ធ្វើចៅហ្វាយស្រុកខ្លួនឯងប្រឹងយកប្រាក់40កហាបណៈវែកនឹងកំណាក់ជាតិមកឲ្យគេទាំងយប់ឥឡូវគេបានធ្វើចៅហ្វាយស្រុកហើយគេមិនមេត្តាករុណាឯងបន្តិចសោះគេដាក់ច្រវាក់ឃុំឯងទុកឲ្យវេទនាអាចៅចិត្តជានិយាយតែពាក្យដដែលម្នាក់ឯងមិនឈប់ឯចៅហ្វាយស្រុកនិងប្រពន្ធបានឮចៅនិយាយដូច្នោះក៏ប្រឹក្សាគ្នាថាចៅវានិយាយនេះត្រូវដូចរឿងខ្លួនយើងគួរឆ្ងល់ណាស់គួរតែយើងចុះទៅសួរវាឲ្យជាក់ច្បាស់ទើបចៅហ្វាយស្រុកចុះពីផ្ទះទៅសួរចៅនោះថាយើងឮឯងនិយាយរឿងអីយើងស្ដាប់បានខ្លះចូលឯងនិយាយរឿងនោះឲ្យយើងស្ដាប់ក្នុងវេលានេះតាមពិតទើបអាចៅចិត្តជានិយាយថាខ្លួនខ្ញុំនេះជាមនុស្សប្រព្រឹត្តចោរកម្មដើរតែលួចទ្រព្យរបស់គេរាល់យប់មកចិញ្ចឹមជីវិតកាលលោកនៅជាមន្ត្រីតូចពុំទាន់បានធ្វើចៅហ្វាយស្រុកវេលាយប់មួយនោះខ្ញុំដើរលួចគេហើយមកអង្គុយក្រោមផ្ទះលោកលើលោកនិយាយនឹងប្រពន្ធថាយើងបានប្រាក់40កហាបណៈមកពីណាថ្វាយស្ដេចឲ្យធ្វើចៅហ្វាយស្រុកខេត្តមួយប្រពន្ធលោកថាយើងក្រីក្រម្លេះនឹងបានពីណាខ្ញុំឮដូច្នេះមានចិត្តអាណិតលោកក៏ទៅយកប្រាក់40កហាបណៈពីផ្ទះវិចនឹងកំណាក់ជ័យដៃមកដាក់ចិត្តក្បាលដំលេខទុកជូនលោកខ្ញុំត្រឡប់ទៅវិញថ្ងៃក្រោយលើគេនិយាយថាលោកបានធ្វើចៅហ្វាយស្រុកខ្ញុំក៏មកលួចក្នុងខេត្តនេះគេចាប់ខ្លួនខ្ញុំបាននាំមកជូនលោកក៏ធ្វើទោសខ្ញុំមិនប្រណីចៅហ្វាយស្រុកបានស្ដាប់ក៏ជឿជាក់ឥតសង្ស័យហើយថាអូអាសំឡាញ់អើយôngនិយាយនេះពិតប្រកបមែនដែលអញបានធ្វើចៅហ្វាយស្រុកពីព្រោះតែឯងជួយវេលានេះឯងកំភៃកុំតូចចិត្តព្រឹកនេះអញនឹងដោះលែងឯងឲ្យរួចចេញពីទោសមួយទៀត
ឯងនិងអញយកគ្នាជាសម្លាញ់តទៅចៅវាយស្រុកសួរថាឯងឈ្មោះអ្វីបុរសនោះជម្រាបថាខ្ញុំឈ្មោះអាចៅចិត្តជារួចចៅវាយស្រុកក៏ឡើងលើផ្ទះវិញលុះភ្លឺច្បាស់ចៅវាយស្រុកបង្គាប់មេគុកឲ្យដោះអាចៅចិត្តជារួចពីទោសហើយនិយាយថាអាសម្លាញ់ឯងនៅនឹងអញចុះអញចិញ្ចឹមឯងពីថ្ងៃនេះតទៅឯងកុំលួចគេទៀតអាចៅចិត្តជាឆ្លើយថារឿងលួចនេះអញមិនឈប់ទេដែលអញលួចទ្រព្យគេនោះគ្រាន់យកទៅចិញ្ចឹមមាតាមេម៉ាយចៅវាយស្រុកក៏ឲ្យប្រាក់30កហាបណៈយកទៅឲ្យមាតាអាចៅចិត្តជាមិនព្រមយកចៅវាយស្រុកសួរថាផ្ទះអាសម្លាញ់ឯងនៅណាចូលឯងប្រាប់អញឲ្យត្រង់អាចៅចិត្តជាប្រាប់ថាអញនៅផ្ទះនោះហើយលាចៅវាយស្រុកទៅផ្ទះវិញគ្រានោះលោកយមរាជនិងមន្ត្រីតូចម្នាក់កើតសេចក្តីវិវាទទាស់តែងគ្នាជាយូរខែហើយមន្ត្រីតូចនោះគុំគិតសម្រាប់លោកយមរាជនោះឲ្យបានមន្ត្រីតូចនោះមានស្រីបម្រើម្នាក់ជាទីទុកចិត្តប្រើដូចម្ដេចបានទាំងអស់ស្រីបម្រើនខំផ្គប់ខុនចៅវាយមិនឲ្យទាស់ចិត្តវេលាយប់ស្ងាត់មន្ត្រីនោះនិយាយនឹងស្រីបម្រើថាវេលានេះចូលឯងអាណិតអញពីព្រោះអញស្អប់លោកយមរាជណាស់អញចង់សម្លាប់ចោលតែមិនដឹងរកអ្នកឯណាជួយរឿងនេះសពថ្ងៃអញឃើញតែឯងមានប្រាជ្ញាហើយមន្ត្រីនោះបង្គាប់ស្រីបម្រើថាចូលឯងចេញពីអញទៅរកប្រាក់លោកយមរាជនៅនឹងគេចុះរួចឯងខំខ្ពប់ខ្លួនគេដោយកាលនៅនឹងអញបើឯងបម្រើខាងក្រៅលោកយមរាជនោះគេទុកចិត្តស្និទ្ធស្នាលឯងត្រូវចូលបម្រើខាងក្នុងលុះបានហើយឯងចាំមើលរាល់វេលាយប់ស្ងាត់កាលណាយមរាជនោះដេកលក់ចូលឯងរំលាយសំណៅឲ្យពុះក្តៅរួចយកទៅចាក់ក្នុងមាត់ទៅលោកយមរាជនឹងស្លាប់មិនខានគ្មានអ្នកណាដឹងឡើយបើឯងធ្វើបានដោយគំនិតនេះអញនឹងចេញប្រាក់លុះឯងយកមកវិញឲ្យរួចពីខ្ញុំគេស្រីបម្រើនេះទទួលការសពគ្រប់វេលាយប់នោះអាចៅចិត្តជាដើរលួចគេហើយវាមកអង្គុយក្រោមផ្ទះមន្ត្រីនោះកាលមន្ត្រីនោះនិយាយបង្គាប់ស្រីបម្រើឲ្យសម្លាប់លោកយមរាជដោយម្ដេចក៏វាស្ដាប់បានការទាំងអស់ថ្ងៃក្រោយស្រីបម្រើនោះលាម្ចាស់ទៅរកប្រាក់លោកយមរាជនោះលោកយមរាជក៏ទទួលចេញប្រាក់លួងឲ្យនៅបម្រើរៀងមកនាងនោះផ្គប់គុណខំបម្រើលោកយមរាជនិងលោកចំទាវមិនឲ្យទាស់ចិត្តលោកយមរាជនិងលោកចំទាវក៏ទុកចិត្តស្និទ្ធស្នាលឲ្យចេញចូលខាងក្នុងបម្រើចិត្តដិតរៀងមកវេលាមួយនោះពេលយប់ស្ងាត់ស្រីបម្រើនោះវាដឹងថាលោកយមរាជនិងលោកចំទាវសម្រានលក់ហើយវាដុតភ្លើងរំលាយសំណឲ្យពុះក្តៅហើយវាលើកសំណនោះចាក់ក្នុងមាត់លោកយមរាជស្លាប់ទៅរួចវាត្រឡប់ទៅដេកតាមកន្លែងវិញលុះព្រឹកឡើងលោកចំទាវភ្ញាក់បានដឹងថាប្តីស្លាប់ក៏ស្រែកទ្រហោយយំមនុស្សផ្អើលមកមើលឃើញលោកយមរាជស្លាប់មែនតែមិនដឹងថាស្លាប់ពីរោគអ្វីដោយគ្មានស្នាក់ស្នាមបន្តិចសោះលោកចំទាវនោះទៅក្រាបបង្គំទូលស្ដេចតាមរឿងដែលស្លាប់ព្រះរាជាទ្រង់ក៏ចាត់មន្ត្រីឲ្យមកមើលតែមិនដឹងស្លាប់ពីរឿងអ្វីព្រោះគ្មានហេតុស្លាកស្នាមក៏ទៅក្រាបបង្គំទូលតាមរឿងព្រះរាជាទ្រង់ឲ្យយកសពទៅបញ្ចុះទុកតាមគួរក្រោយនោះជារដូវបុណ្យទ្វារតសមាសនាម៉ឺនសពមុខមន្ត្រីចូលគាល់ព្រះមហាក្សត្រក្សត្រទ្រង់មានព្រះរាជអង្គការថាបើអ្នកឯណារោគឈ្មោះមនុស្សដែលសម្លាប់យមរាជបានដឹងច្បាស់ប្រកបយើងឲ្យធ្វើទីយមរាជរួចទ្រង់ស្ដេចយាងចូលខាងក្នុងវិញសេនាបតីនាម៉ឺនសពមុខមន្ត្រីក៏ទៅផ្ទះរៀងខ្លួនវិញគ្រានោះចៅវាយស្រុកដែលជាសម្លាញ់អាចៅទៅចិត្តចង់ធ្វើយមរាជណាស់បានទៅរកអាចៅទៅចិត្តសួរថាអាសម្លាញ់ឯងមករកអ្វីចៅវាយស្រុកប្រាប់ថាអញមកមានការសួរអញបន្តិចត្បិតលោកយមរាជស្លាប់ដោយឥតមាននរណាដឹងថាស្លាប់ពីរោគអ្វីឥឡូវស្ដេចមានព្រះរាជអង្គការថាបើអ្នកឯណារោគឈ្មោះមនុស្សដែលសម្លាប់លោកយមរាជឃើញពិតប្រាកដទ្រង់នឹងឲ្យធ្វើទីយមរាជរឿងនេះអាសម្លាញ់ឯងបានដឹងឬទេត្បិតអញចង់ធ្វើយមរាជណាស់អាចៅចិត្តជាឆ្លើយថារឿងនេះអញបានដឹងច្បាស់ព្រោះនៅវេលារាត្រីមួយនេះអញដើរលួចគេហើយអញមកអង្គុយក្រោមផ្ទះមន្ត្រីតូចម្នាក់នៅខាងជើងផ្ទះលោកយមរាជឆ្ងាយពីគ្នាបន្តិចមន្ត្រីនោះប្រាប់ស្រីបម្រើម្នាក់ថាអញស្អប់លោកយមរាជពេកចង់សម្លាប់ចោលព្រ
ព្រោះជាសត្រូវនឹងអញក្នុងគ្រានេះត្រូវឯងជួយអញជាប្រកបដូច្នោះត្រូវឯងចេញពីផ្ទះអញទៅរកផ្ទះលោកយមរាជនៅបើគេព្រមទទួលឲ្យនៅត្រូវឯងខំបម្រើគេឲ្យត្រូវចិត្តបើគេទុកចិត្តស្និទ្ធស្នាលប្រើចេញចូលនៅខាងក្នុងវេលាណាលុះដល់យប់ស្ងាត់ឯងត្រូវដុតភ្លើងរំលីសំណឲ្យពុះក្តៅហើយយកទៅចាក់ក្នុងមាត់លោកយមរាជកំពុងដេកលក់គង់ស្លាប់មិនខានអញស្ដាប់បានចាំប្រកបសម្លាញ់ឯងទៅទូលស្ដេចតាមរឿងនេះចុះតែឲ្យគាស់ខ្មោចលោកយមរាជនោះមកវះមើលបើឃើញសំណនៅក្នុងពោះខ្មោចនោះមែនអាសម្លាញ់ឯងនឹងបានធ្វើយមរាជមិនខានចៅវាយស្រុកស្ដាប់បានការហើយត្រឡប់ទៅផ្ទះវិញថ្ងៃក្រោយចៅវាយស្រុកទៅទូលស្ដេចតាមរឿងស្ដេចទ្រង់ឲ្យភ្នាក់ងារទៅចាប់មន្ត្រីនោះនិងមេស្រីនោះយកមកឃុំទុកទ្រង់ឲ្យគាស់ខ្មោចលោកយមរាជមកវះមើលឃើញសំណនៅក្នុងពោះមែនទ្រង់ឲ្យជំនុំរឿងនោះមេនោះឆ្លើយថាខ្ញុំសម្លាប់លោកយមរាជពិតប្រាកដទ្រង់ឲ្យប្រហារជីវិតទាំងពីរនាក់ចោលទៅទ្រង់ក៏តាំងចៅវាយស្រុកនោះឲ្យធ្វើទីយមរាជឯចៅវាយស្រុកកាលបើធ្វើទីយមរាជហើយឲ្យបំរើទៅហៅអាចោចិត្តជាសម្លាញ់មកលុះមកដល់ប្រាប់ថាអាសម្លាញ់អើយឯងមានគុណនឹងអញច្រើនណាស់ឥឡូវនេះអញបានធ្វើយមរាជហើយដែលអញបានធ្វើយមរាជនេះគឺដោយសារឯងជួយអញពីថ្ងៃនេះទៅឯងកុំលួចគេទៀតអញចិញ្ចឹមមាតាឯងនឹងសម្លាញ់ឯងលុះអស់ជីវិតអាចោចិត្តជាឆ្លើយថាអញសុំលួចតែម្ដងទៀតរួចត្រឡប់ទៅផ្ទះវិញលុះយប់អាចោចិត្តជាទៅលួចដង្ខៅម្នាក់បានប្រាក់និងសម្ពុតអាវជាច្រើនយកទៅជូនមាតាលុះព្រឹកឡើងអាចោចិត្តជាមកប្រាប់លោកយមរាជថាអាសម្លាញ់យប់មិញអញចូលលួចគេបានប្រាក់និងសម្ពុតអាវច្រើនណាស់ពីថ្ងៃនោះតទៅអញលះបង់ចោលរឿងរកស៊ីលួចគេហើយអាសម្លាញ់ឯងជឿចោះលោកយមរាជតបថាបើអញឈប់រកស៊ីលួចគេនេះអញអរណាស់បើខ្វះខាតអ្វីមករកអញឲ្យឯងកុំទើសទាល់អញចិញ្ចឹមលុះអស់ជីវិតអាចោចិត្តជាក៏លាលោកយមរាជទៅផ្ទះវិញទៅនៅរក្សាមាតាជាសុខសប្បាយលោកយមរាជនិងអាចោចិត្តជាស្រឡាញ់រាប់អានគ្នាចិញ្ចឹមគ្នាដរាបអស់ជីវិតដូចបានសន្យាគ្នាមក